ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូននេះជាអេពីសូតទី2បាទគាត់ឃើញមកគឺបតាយកតែម្ដងគឺក្លេខ្លះណាស់សម្រាប់អេពីសូតទី2នេះគឺបានមើលពីវីដេអូមុនហើយមានឈុតវីដេអូឆ្លងកាត់ឧបសគ្គហើយក៏មកដល់គឺយើងចាប់ផ្ដើមអ្នកខ្លះគាត់រៀបចំដបូលតង់ដបូលអីតឡើងតង់ឡើងអីរួចជាស្រេចហើយក៏ដាក់មងដើម្បីយកត្រីពេលព្រឹកហើយក៏ងូតទឹកកំសាន្តនៅតំបន់អានេះគេហៅថាវាស្រស់លើភ្នំទ័ពជាងឬក៏អ្នកខ្លះគេហៅដូចជាអាហ្នឹងដូចជាដំណាក់ទី2ដែរបងប្អូនបើអត់ច្បាស់សូមការជាស្រ័យផងបាទជាក់ស្ដែងគឺថាយើងធ្វើម្ហូបទាំងភ្លៀងតែម្ដងយើងបានដបូលតង់មួយគាត់ថារៀងចាំបន្តិចរៀងលិចលើលិចក្រោមអីចឹងប៉ុន្តែជាសភនភាពមួយគឺយើងជួបបរិយាកាសបែបនេះគឺយើងចេះសាមគ្គីភាពគ្នាទៅវិញទៅមកសម្រាប់ខ្ញុំនេះគឺបន្ទុកដាំបាយហើយនឹងសាច់ក្រកគឺយកមកគឺចំអិនតែម្ដងហើយក៏មានម្ហូបស្គួរពីនាយមកដែរគឺមានប្រហុកកញ្ចាំជាមួយគ្រឿងអីចឹងទៅបងប្អូននេះមើលជាក់ស្ដែងជាមួយបាយសាច់ក្រកគឺយើងហូបជុំគ្នាសរុបទៅសមាជិកទៅគឺសរុបដូចជា9នាក់ឡើងមក10ប៉ុន្តែគាត់ចោះទៅ1អញ្ចឹងនៅសល់9នាក់បងប្អូននេះសកម្មភាពកាយហូដោយសារមានតង់បងប្អូនយើងម្នាក់សមាជិកយើងម្នាក់គាត់លិចគាត់ជ្រាបគាត់លហែកបាតតង់ចឹងយប់ហ្នឹងដឹងថាជោគជាំហើយពុកម៉ែបងប្អូននេះគឺសមាជិកបងប្អូនមាតុភូមិបង្យ៉ាហើយនេះខ្ទូនសិតតែសមាជិកសម្រាប់គ្រប់មាតុភូមិនេះគឺខ្ញុំទ្រីបជាមួយ2ដងហើយទាំងជើងនេះជើងទី1គឺអរ៉ែងថ្នមផ្សារហើយជើងនេះគឺវាលស្រល់តែម្ដងបាទនេះគឺហូបចុកក្រោមដំណក់ទឹកភ្លៀងបែបនេះពុកម៉ែបងប្អូនមានប្រមាណដងនេះជុំគ្នាតស៊ូណាស់បាទនេះគឺស្មារតីធីមបើយើងទៅដល់នេះហើយយើងត្រូវតែចេះសហការគ្នាពុកម៉ែបងប្អូនចាប់ផ្ដើមជៀនញៀតក្របីហើយញៀតក្របីនេះគឺជៀនសម្រាប់អាហារពេលរាត្រីយើងជៀនទុកឲ្យហើយដោយសារវាខ្លាចភ្លៀងមកខ្លាំងបន្តទៀតចឹងយើងជៀននេះគឺសម្រាប់ពេលរាត្រីយើងអង្គុយឈៀលជុំគ្នាពិសារឿងក្រៅចិត្តរឿងក្នុងចិត្តអីចឹងណាពុកម៉ែបងប្អូនហើយមានប្រមាណដងសម្រាប់ពុកម៉ែបងប្អូនដែលមកលេងវាស្រល់គួរតែតំណតាមសហគមន៍អ្នកនាំផ្លូវកាន់តែស្រួលដោយសារខាងខ្ញុំនេះមករៀងខ្លួនឯងទេចឹងលុកទៀងផ្លូវបានតិចហើយចឹងបងប្អូនគួរតែតាក់ទងខាងសហគមន៍គាត់មានទាំងតង់គាត់ដឹកឡើងដឹកអីគាត់នាំជូនអីចឹងណាហើយបើចង់កំងម្ហូបគាត់មានរៀបចំម្ហូបជាស្រេចឲ្យទៀតបងប្អូនហើយនេះគឺជាការជួបជុំគ្នាសប្បាយម្យ៉ាងនៅតំបន់ព្រៃភ្នំណាបងប្អូនមើលសិនមានរចនាសុខូនណាមិនមែនតែកាយណា
មើលភ្លេងវល់ថតហើយ